ជាទូទៅអ្នកដែលគាត់រស់ស៊ីនៅក្នុងសកម្មក្រៅប្រព័ន្ធហ្នឹងគឺគាត់មានជីវភាពក្រីក្រងាយរងគ្រោះគោលដៅនៃប្រាក់ចំណូលមូលដ្ឋានហ្នឹងគឺផ្ដល់ជូនចំពោះអ្នកដែលគាត់រស់ស៊ីក្នុងក្រៅប្រព័ន្ធចង់យកលុយពីរដ្ឋទៅឲ្យរដ្ឋខ្លះទៅយើងព្យាយាមការយកពន្ធឬក៏ព្យាយាមរកប្រភពចំណូលពីណាពីថាក្រុមគ្រួសារមួយចំនួនដែលគាត់គិតថាគាត់នឹងត្រូវទទួលបានក៏ប៉ុន្តែអត់ទទួលបានទៅវិញរដ្ឋាភិបាលគួរពិចារណាដើម្បីប្រកាសថាគ្រួសារមួយហ្នឹងក៏ទទួលបានអត្ថប្រយោជន៍ស្មើគ្នាអត់មានលំអៀងទៅគ្រួសារណាមួយទេដល់ខែលុយចូលកុងចឹងគាត់ចង់រ៉ាប់រងធ្វើអីអាហ្នឹងជារឿងរបស់គាត់ជាបឋមនឹងខ្ញុំសូមជំរាបសួរទៅដល់បងដែលមានវត្តមានក្នុងថ្ងៃនេះនេះខ្ញុំមានឈ្មោះថាម៉ូនីនីតគឺជាអ្នកស្រាវជ្រាវគោលនយោបាយនៅក្នុងអង្គការវេទិកាអនាគតហើយប្រធានបទដែលខ្ញុំនឹងធ្វើការលើកឡើងក្នុងថ្ងៃនេះគឺតាក់ទងជាមួយនឹងប្រព័ន្ធគាំពារសង្គម Digital តាមរយៈប្រាក់ចំណូលមូលដ្ឋានជាក់ស្ដែងទៅមូលហេតុដែលខ្ញុំចាប់អារម្មណ៍នៅក្នុងការស្រាវជ្រាវទៅលើប្រធានបទនេះគឺដោយសារតែបច្ចុប្បន្ននេះគឺខ្ញុំសង្កេតឃើញថាប្រព័ន្ធគាំពារសង្គមនាពេលបច្ចុប្បន្ននេះគឺអត់ទាន់ផ្ដល់ការគាំពារយ៉ាងពេញលេញនៅឡើយទេទៅដល់អ្នកដែលគាត់ប្រកបរបររស់ស៊ីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអញ្ចឹងនៅក្នុងប្រធានបទនេះខ្ញុំចង់សកត់ធ្ងន់បន្តិចតាក់ទងជាមួយនឹងប្រាក់ចំណូលមូលដ្ឋាននឹងអញ្ចឹងបើសិនបើបងកលេចទៅមើលនៅតាមដងផ្លូវណាយើងឃើញបងជាច្រើនដែលគាត់រស់ស៊ីតាមលក់ម្ហូបអាហារតាមរោងចក្ររស់ស៊ីតាមតាមផ្លូវជាច្រើនហើយពួកគាត់ជួបបញ្ហាច្រើនតាក់ទងជាមួយនឹងហិរញ្ញវត្ថុអីផ្សេងអញ្ចឹងបើសិនបើយើងកលេចទៅមើលបញ្ហាដែលទៅតែកើតឡើងនៅចុងខែ3ខែ4នេះចំនួនកើតឡើងនៅតំបន់មជ្ឈមបូព៌ាយើងឃើញថាអ្នកដែលគាត់រស់ស៊ីនៅតំបន់សេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងរងផលប៉ះពាល់ច្រើនរងផលប៉ះពាល់យ៉ាងម៉េចដោយសារតែទី1តម្លៃហ្គាសឡើងថ្លៃហើយទំនិញដែលសំខាន់ដែលគាត់ត្រូវប្រើដូចជាសាច់បន្លែអីហ្នឹងអាហ្នឹងក៏វាឡើងថ្លៃតាមនឹងដែរអញ្ចឹងវាធ្វើឲ្យប្រភពចំណូលនៃអាជីវកម្មតូចរបស់គាត់ហ្នឹងក៏ទទួលបានតិចតាមនឹងជាក់ស្ដែងអញ្ចឹងមានន័យថាប៉ះពាល់យ៉ាងម៉េចប៉ះពាល់ដោយសារតែតម្លៃហ្គាសហ្នឹងវាឡើងថ្លៃអញ្ចឹងទំនិញអីក៏គាត់ត្រូវ adjust ទៅតាមនឹងដែរអញ្ចឹងសរុបជារួមទៅចំណាយរបស់គាត់ទៅលើការទំនិញការទិញទៅលើគ្រឿងទេសសំខាន់ហ្នឹងកាន់តែឡើងថ្លៃខណៈពេលដែលចំណូលរបស់គាត់ហ្នឹងកាន់តែទទួលបានតិចអញ្ចឹងការចំណាយត្បិតត្បៀតរបស់គាត់នៅក្នុងជីវកម្មរបស់គាត់ហ្នឹងគាត់រឹតតែចំណាយត្បិតត្បៀតផងដែរអញ្ចឹងអាហ្នឹងវាធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅជាប្រចាំថ្ងៃរបស់គាត់ផងដែរអញ្ចឹងបានអញ្ចឹងតាក់ទងជាមួយនឹងមូលហេតុនេះបានសម្រាប់ចិត្តនៅក្នុងការលើកឡើងតាក់ទងមួយប្រាក់មូលដ្ឋានចំណូលមូលដ្ឋាននេះដោយសារតែខ្ញុំគិតថាអានេះក៏អាចជាកលឹះដើម្បីធ្វើឲ្យផ្ដល់ឲ្យការគាំពារសង្គមទៅដល់អ្នកដែលគាត់រស់ស៊ីក្រៅប្រព័ន្ធហ្នឹងកាន់តែពេញលេញផងដែរចា៎ជាក់ស្ដែងនេះបើសិនបើយើងកលេចទៅមើលការអភិវឌ្ឍវឌ្ឍនភាពទៅលើសង្គម Digital គេហៅ Digital Social Protection យើងសង្កេតឃើញថាកម្ពុជាគឺទទួលបានពានរង្វាន់ដែលគេហៅថា Global Recognition Award ដែលបានឆ្លុះបញ្ចាំងអំពីការអនុវត្តនិងប្រកបទៅដោយអភិបាលកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជាទាក់ទងជាមួយនឹងការពន្លឿននៃហេដ្ឋារចនាសម្ព័ន្ធទៅលើសេវាសាធារណៈជាមួយគ្នានេះដែរទន្ទឹមទៅនឹងវឌ្ឍនភាពនៃការពង្រីកទៅលើសេវាហេដ្ឋារចនាសម្ព័ន្ធ Digital Social Protection នេះក៏មាននៅបញ្ហាប្រឈមមួយចំនួនដែរដែលរដ្ឋាភិបាលគួរពិចារណាដើម្បីប្រកាសថាអត្ថប្រយោជន៍ដែលទទួលបានហ្នឹងគឺទទួលបានស្មើគ្នាគឺអត់មានមានន័យថាអត់មានកង្វះខ្វះខាតការរាំងតាក់ទងជាមួយនឹងរឿង structural barrier និងការ structural barrier ឬក៏ administrative barrier អញ្ចឹងអានេះគឺជាកត្តាមួយចំនួនដែលអាចនឹងប្រឈមជាមួយនឹង digital social protection ហ្នឹងអាហ្នឹងខ្ញុំចង់សង្កត់ធ្ងន់តាក់ទងមួយ administrative bottleneck ទី1គឺតាក់ទងមួយនីតិវិធីក្នុងការកំណត់សិទ្ធិនិងការចុះឈ្មោះអញ្ចឹងភាគច្រើនឥឡូវហ្នឹង social protection បច្ចុប្បន្នគឺគាត់ផ្អែកទៅលើបានក្រីក្របានអត្តសញ្ញាណកម្មនៃការកំណត់ភាពក្រីក្រការ ID Poor អញ្ចឹង ID Poor ហ្នឹងគឺគាត់ផ្អែកទៅលើ community validation ការផ្អែកទៅលើមូលដ្ឋាននៅក្នុងសហគមន៍ហើយផ្អែកទៅលើ
បញ្ជីមូលដ្ឋាននៃភាពក្រីក្រគេហៅថា Poverty Assessment Database ណាក៏ប៉ុន្តែនៅក្នុងការចុះឈ្មោះនៅក្នុងប័ណ្ណក្រីក្រនេះគឺមានភាពស្មុគស្មាញបន្តិចស្មុគស្មាញត្រង់ថាគាត់ត្រូវភ្ជាប់ឯកសារច្រើនហើយនៅក្នុងករណីដែលនៅក្នុងករណីខ្លះទិន្នន័យហ្នឹងគឺវាបែកខ្ញែកគ្នាគឺវាអត់មាន centralize ទៅពេលអញ្ចឹងវាធ្វើឲ្យអ្នកដែលគាត់ក្តោបលើទិន្នន័យហ្នឹងគឺគាត់អត់អាចប្រកាសបានថាតើអ្នកណាគេដែលគួរទទួលបានអត្ថប្រយោជន៍អ្នកណាគេដែលគួរមិនគួរនោះទេអញ្ចឹងវាគួរតែមាន threshold មានន័យថាប្រាក់ចំណូលដែលនៅត្រឹមកម្រិតប៉ុណ្ណាដែលគាត់ទទួលបានមិននៅប៉ុណ្ណាដែលគាត់មិនអាចទទួលបានក្នុងការក្តោបលើទិន្នន័យនេះយើងសង្កេតឃើញថាមានក្រុមគ្រួសារមួយចំនួនដែលគាត់គិតថាគាត់នឹងត្រូវទទួលបានក៏ប៉ុន្តែអត់ទទួលបានទៅវិញអញ្ចឹងអានេះមានន័យថាយើងអាចមើលឃើញពីការចន្លោះប្រហោងនៃការដែលក្តោបប្រាប់ទិន្នន័យហ្នឹងគឺវាអត់មានសក្រិតផងដែរចា៎ឧទាហរណ៍ថាមួយទៀតបើសិនបើគាត់ជាស្ត្រីហើយគាត់ក្តោបក្តាប់ការងារផ្ទះនឹងម្នាក់ឯងអញ្ចឹងអាហ្នឹងក៏គាត់ត្រូវបញ្ចូលនៅក្នុង database ហ្នឹងដែរជា head household ជាគេហៅថាក្បាលម៉ាស៊ីនមានក្បាលម៉ាស៊ីននេះគាត់ហៅជាមេគ្រួសារផងដែរចាអញ្ចឹងបន្ទាប់ទៀតឧបសគ្គនៅក្នុងការរៀបចំឯកសារអញ្ចឹងខ្ញុំគិតថាឧបសគ្គក្នុងការរៀបចំឯកសារនេះអាចជាបញ្ហាបន្តិចតាក់ទងមួយadministrative អញ្ចឹងអីដែលខ្ញុំចង់អញ្ចឹងតាក់ទងមួយបញ្ហាទាំងអស់នេះដែលយើងប្រឈមនៅក្នុង ID pool ហ្នឹងអ្វីដែលខ្ញុំចង់លើកឡើងហ្នឹងគឺតាក់ទងជាមួយនឹងការផ្ដល់ជូនទៅនឹងប្រាក់ចំណូលមូលដ្ឋានតែម្ដងអញ្ចឹងប្រាក់ចំណូលមូលដ្ឋាននេះប្រាក់ចំណូលមូលដ្ឋានហ្នឹងគឺជាការផ្ដល់ជូនជាសាច់ប្រាក់តែម្ដងអញ្ចឹងក្នុងករណីនេះមានន័យថាបើសិនបើរដ្ឋាភិបាលបើសិនបើអាជ្ញាធរនៅតាមតំបន់មួយគាត់ឃើញថានៅតំបន់មួយហ្នឹងមានប្រជាជនក្រីក្រច្រើនឥឡូវខ្ញុំមើលតាមតំបន់ណាតាមតំបន់ភូមិស្រុករបស់គាត់បើសិនបើមានប្រជាជនក្រីក្រច្រើនអញ្ចឹងអាហ្នឹងគួរតែអនុវត្តដើម្បីផ្ដល់ជូននៅប្រាក់ឧបត្ថម្ភហ្នឹងជូនគាត់ជាប្រចាំខែផងដែរដោយឥតលក្ខខណ្ឌអញ្ចឹងអីដែលខ្ញុំចង់ propose ហ្នឹងគឺតាក់ទងជាមួយរឿងហ្នឹងគេហៅ digital basic income អីដែលសិទ្ធិដែលគាត់លក្ខន្តិកៈដែលគាត់យើងរងទៅវាតម្លៃហ្នឹងគឺអាជ្ញាធរគាត់គ្រាន់តែមើលថាតើប្រជាជនគឺគាត់ធ្វើការមួយថ្ងៃបានប្រមាណឧទាហរណ៍ថាបើគាត់រកស៊ីក្នុងសេចក្ដីកាត់ប្រព័ន្ធអញ្ចឹងមួយថ្ងៃគាត់រកបានយ៉ាងច្រើន30000នៃទេ23000ឧទាហរណ៍ណាបើសិនបើគាត់លក់របរខ្ទង់ចន្លោះប៉ុណ្ណឹងអញ្ចឹងបើសិនបើយើងគិតថាមួយខែគាត់បានប៉ុន្មានអញ្ចឹងអាជ្ញាធរគួរតែលៃលោកឲ្យជាប្រាក់ចំណូលមូលដ្ឋានជូនគាត់តែមួយខែយើងគួរផ្គត់ផ្គង់គាត់ប៉ុណ្ណាដើម្បីឲ្យគាត់នឹងអាចមានលុយសកួរបន្ថែមទៀតសម្រាប់ទប់ទល់ជាមួយនឹងរឿងដែលយើងមិនរំពឹងឧទាហរណ៍ដូចរឿងការមុនអញ្ចឹងរឿងចំនួននៅតំបន់101តម្លៃហ្គាសឡើងថ្លៃអាហ្នឹងក៏អាចជាកន្លឹះក្នុងការជួយសេដ្ឋកិច្ចគាត់ផងដែរចា៎មួយវិញទៀតការផ្ដល់ជាប្រាក់ចំណូលមូលដ្ឋានហ្នឹងគឺអាចជួយទៅដល់បងដែលគាត់ជាស្ត្រីដែលគាត់ជាមេគ្រួសារអញ្ចឹងបើសិនបើគាត់ឧទាហរណ៍ថាក្នុងគ្រួសាររបស់គាត់ហ្នឹងមានសមាជិក5នាក់ហើយគាត់ត្រូវរ៉ាប់រងម្នាក់ឯងទាំងអស់អញ្ចឹងការដែលផ្ដល់ជំនួយប្រាក់ចំណូលមូលដ្ឋានជូនគាត់ជាប្រចាំខែហ្នឹងក៏អាចជាកត្តាមួយដែលគាត់អាចជួយស្ដារទៅលើសេដ្ឋកិច្ចក្នុងគ្រួសាររបស់គាត់កូនរបស់គាត់អាចចូលរៀននៅសាលាបានហើយគាត់ក៏អាចaccess ទៅមន្ទីរពេទ្យល្អផងដែរចា៎តើការផ្ដល់ជូនទៅនឹងប្រាក់ចំណូលមូលដ្ឋាននេះគឺយើងត្រូវផ្ដល់ជូនតាមវិធីណាអញ្ចឹងខ្ញុំគិតថាឥឡូវហ្នឹងគឺសម័យបច្ចេកវិទ្យាកាន់តែទំនើបម្នាក់មានទូរស័ព្ទក្នុងដៃរៀងៗខ្លួនអញ្ចឹងអាហ្នឹងគឺជាកាតព្វកិច្ចរបស់អាជ្ញាធរទី1គឺគាត់ត្រូវអាប់ដេតសិនថាតើនៅក្នុងតំបន់ភូមិស្រុកមួយហ្នឹងមានប្រជាជនក្រីក្រប៉ុន្មានហើយគាត់ប្រាក់ចំណូលរបស់គាត់មួយហ្នឹងមានកម្រិតប៉ុណ្ណាអញ្ចឹងទី1គឺតាក់ទងជាមួយនឹងការអាប់ដេតទៅលើទិន្នន័យនៅក្នុងតំបន់ភូមិស្រុកហ្នឹងហើយទី2បើសិនមកគាត់រកឃើញថានៅក្នុងតំបន់ភូមិស្រុកហ្នឹងមានគ្រួសារប៉ុណ្ណឹងអ្នកដែលគាត់ត្រូវទទួលបាននៅការប្រាក់ចំណូលហ្នឹងអាហ្នឹងគាត់ត្រូវក្តោបទិន្នន័យហ្នឹងឲ្យច្បាស់បន្តមកទៀតគាត់ត្រូវមានន័យថាអញ្ជើញអ្នកដែលគាត់ត្រូវទទួលបានអត្ថប្រយោជន៍ហ្នឹងដើម្បីបង្កើតជាកុងធនាគារគេហៅថា bank account ណាដើម្បីឲ្យអាជ្ញាធរហ្នឹងគាត់អាច transfer លុយទាំងអស់ហ្នឹងចូលក្នុងកុង account របស់គាត់តែម្ដងអញ្ចឹងការដែល
អាជ្ញាធរគឺធ្វើបែបនេះគឺកាត់បន្ថយច្រើនមែនទែនតាក់ទងជាមួយនឹងរឿង administrative រដ្ឋបាលបន្ទុករដ្ឋបាលគឺទី1គឺអ្នកដែលគាត់ទទួលបានអត្ថប្រយោជន៍នេះគឺគាត់អាចចង់បាច់ទៅទីស្នាក់ការនៃ office ផ្ទាល់ទេដើម្បីទទួលយកអត្ថប្រយោជន៍ហ្នឹងហើយទី2អាហ្នឹងវាជួយកាត់បន្ថយការដែលគាត់ត្រូវរងចាំយូរនៅក្នុងទីស្នាក់ការហ្នឹងអញ្ចឹងមានន័យថាដល់ខែលុយចូលកុងគាត់តែម្ដងដល់ខែលុយចូលកុងអញ្ចឹងគាត់ចង់រ៉ាប់រងធ្វើអីអាហ្នឹងជារឿងរបស់គាត់ចាហើយទី3អាហ្នឹងក៏ជួយសម្រាប់បន្ទុកផងដែរចំពោះការងាររបស់អាជ្ញាធរគាត់អាចចាំបាច់ត្រូវបារម្ភថាអ្នកណាគេមិនទទួលបានអត្ថប្រយោជន៍អ្នកណាគេត្រូវ left behind អ្នកណាគេដែលអត់ទេអញ្ចឹងនៅពេលដែលគាត់ក្តោបទិន្នន័យច្បាស់ទិន្នន័យហ្នឹងមានតម្លាភាពអញ្ចឹងគាត់រហងទៅ transfer គាត់រហងទៅផ្ញើលុយហ្នឹងទៅតាមអ្នកដែលត្រូវទទួលបានអត្ថប្រយោជន៍តាមហ្នឹងហើយទិន្នន័យមួយហ្នឹងគាត់ត្រូវការ update តាមចំណូលដែលគាត់ទទួលបានតាមនឹងជាក់ស្ដែងអញ្ចឹងមានន័យថាបើសិនបើគ្រួសារមួយឧទាហរណ៍ថារដ្ឋាភិបាលនោះគ្រប់គ្រងឲ្យគាត់រយៈពេលឧទាហរណ៍ថាកន្លះឆ្នាំឧទាហរណ៍ណាអញ្ចឹងកន្លះឆ្នាំហ្នឹងឃើញថាជីវភាពរបស់គាត់ហ្នឹងកាន់តែប្រសើរឡើងអញ្ចឹងអាចថាកន្លះឆ្នាំទៀតគាត់អាចចាំបាច់គ្រប់គ្រងប្រាក់ចំណូលហ្នឹងទៅលើគ្រួសារមួយហ្នឹងទេអញ្ចឹងគាត់អាចគ្រប់គ្រងប្រាក់ចំណូលទៅគ្រួសារបន្ថែមទៀតបានអញ្ចឹងអាហ្នឹងជាការ swift direction ជាការបដូរទិសដៅដើម្បីប្រកាសថាគ្រួសារមួយហ្នឹងក៏ទទួលបានអត្ថប្រយោជន៍ស្មើគ្នាអត់មានលំអៀងទៅគ្រួសារណាមួយទេមានន័យថាអីដែលខ្ញុំអាចសំណុំពរទៅដល់រដ្ឋាភិបាលឬក៏អ្នកដែលគាត់ធ្វើការពាក់ព័ន្ធទៅលើរឿង social protection ហ្នឹងខ្ញុំសូមស្នើសុំឲ្យរដ្ឋាភិបាលគួរចេញនៅអនុក្រឹត្យដើម្បីអនុញ្ញាតឲ្យមានការអនុវត្តទៅលើ UBI ហ្នឹងគេហៅ basic income ហ្នឹងនៅក្នុងប្រព័ន្ធគាំពារសង្គមនាពេលបច្ចុប្បន្នហ្នឹងខ្ញុំគិតថាកន្លែងហ្នឹងគឺសំខាន់មែនទែនដែលគាត់បើសិនបើអាចគាត់អាចបញ្ចូលនៅក្នុងការផ្ដល់ប្រាក់ចំណូលហ្នឹងចូលនៅក្នុងប្រព័ន្ធគាំពារសង្គមនាពេលបច្ចុប្បន្នហើយគាត់អាចមានថាផ្ទេរថវិកាជាតិមួយចំនួនមានន័យថាអាចថាតិចតួចថាប្រហែលភាគរយអញ្ចឹងណាតាមដែលគាត់កណនាតាមជាក់ស្ដែងដើម្បីចូលនៅក្នុងប្រព័ន្ធគាំពារសង្គមហ្នឹងអញ្ចឹងអានេះគឺសរុបទៅគឺប្រាក់ចំណូលមូលដ្ឋានគឺសម្រាប់ផ្ដល់ជូនអ្នកដែលគាត់ប្រកបរបររស់ស៊ីក្នុងសេដ្ឋកិច្ចកម្មប្រព័ន្ធអញ្ចឹងអាហ្នឹងគឺល្អមែនទែនចា៎ទី1គូអនុម័តនៅច្បាប់ដែលតម្រូវឲ្យមានន័យថាគូអនុម័តនៅច្បាប់ដែលតម្រូវឲ្យមានលក្ខខណ្ឌក្នុងការចុះឈ្មោះឲ្យបានត្រឹមត្រូវអញ្ចឹងមានន័យថានៅក្នុងសង្ហគមន៍នៅក្នុងតំបន់មួយហ្នឹងគឺត្រូវមានច្បាប់សិនថាតើអ្នកដែលគាត់ត្រូវទទួលបាននៅក្នុងប្រាក់ចំណូលមូលដ្ឋានហ្នឹងគួរមានអត្ថប្រយោជន៍បែបណាខ្លះតើសិទ្ធិបែបណាខ្លះដែលគាត់ត្រូវចុះឈ្មោះហើយនីតិវិធីក្នុងការចុះឈ្មោះហ្នឹងគួរធ្វើឲ្យសាមញ្ញកុំធ្វើឲ្យគេថា complicated គួរធ្វើឲ្យសាមញ្ញហើយហ្នឹងហើយទី2គឺតកតងជាមួយនឹងអ្នកដែលគាត់ទទួលបាននៅអត្ថប្រយោជន៍ក៏គាត់គួរមានឱកាសនៅក្នុងការដែលគាត់អាចរាយការណ៍ទៅនឹងបញ្ហាផ្សេងដោយទូលំទូលាយទៅកាន់អាជ្ញាធរនៅក្នុងន័យនេះមានន័យថាបើសិនបើគាត់ជួបបញ្ហាឧទាហរណ៍ថាប្រាក់ចំណូលរបស់គាត់ហ្នឹងអត់ទទួលបានក្នុងកងរបស់គាត់ឬក៏យ៉ាងណាអានឹងគាត់អាចមានឱកាសក្នុងការរាយការណ៍ទៅអាជ្ញាធរអត់ចាំបាច់ភ័យខ្លាចអីអញ្ចឹងណាអញ្ចឹងអានឹងគួរបើកនៅ mechanism ហ្នឹងមួយដើម្បីគាត់អាចរាយការណ៍ឲ្យបើសិនបើមានកន្លែងណាដែលគាត់អាចស្នើសុំឲ្យមានតម្រូវទៅលើកម្មវិធីហ្នឹងគឺគាត់ត្រូវមាន mechanism ហ្នឹងផងដែរចា៎អញ្ចឹងបទបង្ហាញខ្ញុំនៅក្នុងថ្ងៃនេះមានតែប៉ុណ្្នេះទេតកតងមួយប្រាក់ចំណូលមូលដ្ឋានអញ្ចឹងបើសិនបើបងមានជាសំណួរអាចធ្វើការសាកសួរមកខាងខ្ញុំបានចា៎អរគុណសម្រាប់បងស្រីនៅក្នុងការដែលបង្ហាញការស្រាវជ្រាវបងប្អូនហើយនឹងគេហៅថាការផ្ដួចផ្ដើមដ៏តូចមួយណាហើយក្នុងនាមបងធ្វើការសង្គមស៊ីវិលបងមកពីខេត្តបន្ទាយមានជ័យធ្វើការនៅក្នុងអង្គការគ្រួសារសន្តិភាពហើយចាប់អារម្មណ៍ទៅលើការងារនេះច្រើនដោយសារប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹងគាត់ច្បាស់ជាដូចបងប្អូនលើកឡើងអញ្ចឹងអ្នកខ្លះគាត់ទទួលបាននៅអត្ថប្រយោជន៍ផ្សេងគ្នាប៉ុន្តែនីតិវិធីនៅក្នុងការជ្រើសរើសស្មុគស្មាញក៏ដូចជាការឆ្លើយតបវិញនៅពេលដែលគាត់អត់បានទទួលថវិកានឹងចូលទៅក្នុងគាត់អត់ដឹងថាប្រហែលជាគាត់កាត់ផ្ដាច់ប្រហែលជាគាត់អាចនឹងមានបញ្ហាអីក៏គាត់អត់មាននីតិវិធីឆ្លើយតបទេយ៉ាងច្រើនបំផុតគាត់ទៅលូលទាំត្រឹមតែដាក់អាជ្ញាធរដែលគាត់ចិត្តស្និទ្ធប៉ុណ្្នឹងឯងហើយសម្រាប់បងវិញបងចង់ដឹងចេះនីតិវិធីដែលបងស្រាវជ្រាវនេះតើផ្អែកទៅលើមូលដ្ឋានអីហើយបងជ្រើសរើសតំបន់គោលដៅណាហើយសំណាក់នៅក្នុងការសិក្សាស្រាវជ្រាវនោះបងអត់មាន reference អញ្ចឹងណាដល់អញ្ចឹងទៅវាអត់មានទម្ងន់នៅក្នុងការដាក់បង្ហាញជាយន្តការមួយសម្រាប់រដ្ឋាភិបាល
នៅក្នុងការឲ្យគាត់យកអនុសាសន៍របស់បងអូនទៅការកែសម្រួលអរគុណ ចាអរគុណច្រើនបងចឹងតកតងមួយប្រធានបទនេះគឺដំបូងឡើយគឺខ្ញុំស្រាវជ្រាវផ្អែកទៅលើបទពិសោធន៍ដែលប្រទេសមួយចំនួនគឺគាត់បានអនុវត្តជាក់ស្ដែងដូចជាប្រទេសកូរ៉េខាងត្បូងអញ្ចឹងអាហ្នឹងគឺជាបទពិសោធន៍ដែលខ្ញុំនៅពេលដែលខ្ញុំស្រាវជ្រាវទៅខ្ញុំឃើញថាការអនុវត្តរបស់គាត់ហ្នឹងទទួលបានប្រសិទ្ធភាពមែនអញ្ចឹងមានន័យថាប៉ុន្តែរដ្ឋាភិបាលរបស់គាត់ហ្នឹងគឺគាត់អត់ផ្ដល់ប្រាក់ចំណូលហ្នឹងទៅដល់អ្នកស្តីការប្រព័ន្ធនេះអាហ្នឹងគាត់មានន័យថាគាត់មានប្រាក់បំរុងមកកញ្ចប់ផ្សេងទៀតអញ្ចឹងប្រាក់បំរុងហ្នឹងគឺគាត់ផ្ដល់ជូនចំពោះអ្នកដែលគាត់អត់មានការងារធ្វើយុវជនដែលអត់មានការងារធ្វើឯអាហ្នឹងគាត់មានប្រាក់សកលមកកញ្ចប់ទៀតអញ្ចឹងណាបងអញ្ចឹងនៅក្នុងករណីហ្នឹងមានន័យថាប្រាក់មកកញ្ចប់ហ្នឹងមិនមែនសម្រាប់អ្នកដែលគាត់ដែលអត់ការងារធ្វើឯងក៏ប៉ុន្តែប្រសិនបើរដ្ឋាភិបាលរបស់គាត់នឹងជួបនៅបញ្ហាផ្សេងៗដែលប៉ះពាល់ទៅដល់ផលិតកម្មនៃយុវជនអីផ្សេងៗហ្នឹងក៏គាត់សកួរក្នុងនឹងដែរដូចជាបន្ទាប់ពីវិបត្តិ COVID អីអញ្ចឹងណាបងអញ្ចឹងមានន័យថារដ្ឋាភិបាលកូរ៉េហ្នឹងគឺគាត់រៀបចំនៅប្រាក់កញ្ចប់ហ្នឹងអញ្ចឹងក្នុងមួយខែគាត់ឲ្យយុវជនប៉ុណ្ណាអញ្ចឹងគាត់ transfer លុយហ្នឹងចូលទៅយុវជនហ្នឹងតែម្ដងក្នុងអំឡុងពេលដែលគាត់អត់មានការងារធ្វើហើយតាមដែលខ្ញុំអាននៅក្នុងកិច្ចស្រាវជ្រាវនោះខ្ញុំឃើញថាcase study បទពិសោធន៍ហ្នឹងក៏អាចយកមក apply នៅក្នុងប្រទេសយើងបានដែរប៉ុន្តែយើងបដូរជាក្រុមបុគ្គលវិញដែលត្រូវទទួលបានអត្ថប្រយោជន៍នោះវិញទៅជាអ្នកដែលគាត់ទទួលអ្នកដែលគាត់រកស៊ីក្នុងស្ថានភាពវិញដោយសារខ្ញុំឃើញថាពួកគាត់ទទួលបានការគាំពៀមិនសូវពេញលេញទេអញ្ចឹងបើសិនបើយើងឲ្យជាប្រាក់ចំណូលជូនគាត់មួយខែប៉ុណ្ណាអាហ្នឹងអាចជាកត្តាមួយដែលល្អដែលគាត់អាចជួយស្ដារសេដ្ឋកិច្ចរបស់គាត់ណាហើយណាមួយឥឡូវសេដ្ឋកិច្ចវារៀងអស្ថិរភាពមានថាសេដ្ឋកិច្ចយើងរៀងអត់សូវស្ថិរភាពណាបងអញ្ចឹងអាហ្នឹងវាជាកលឹះដែលគាត់អាចផ្ដល់ជូនទៅដល់ពួកគាត់មែនទែនហើយមួយវិញទៀតតកតងមួយតំបន់គឺខ្ញុំអត់ទាន់បានស្រាវជ្រាវនៅឡើយទេបងថាយើងនឹងត្រូវចាប់ផ្ដើមអនុវត្តទៅលើប្រាក់ចំណូលនៅលើតំបន់មួយនេះក៏ប៉ុន្តែអីដែលខ្ញុំអាចស្នើសុំបានគឺយើងអាចចាប់ផ្ដើមអនុវត្តទៅលើ UBI ហ្នឹងនៅលើតំបន់ចាប់ផ្ដើមពីតិចទៅសិនបងជាក់ស្ដែងដោយសារតែថវិកាជាតិរបស់យើងនៅមានកម្រិតនៅឡើយអញ្ចឹងអាហ្នឹងយើងត្រូវ maximize ថាយើងគួរមានន័យថាយើងគួរផ្ទេរថវិកាជាតិយ៉ាងម៉េចដែលប្រមូលពីតាក់យ៉ាងម៉េចអាហ្នឹងពួកខ្ញុំត្រូវស្រាវជ្រាវបន្តទៀតថាយើងត្រូវបានលុយមកពីណាខ្លះដើម្បីប្រកាសថាយើងមានលុយគ្រប់គ្រាន់ក្នុងការដែលផ្គត់ផ្គង់ទៅលើរឿងកម្មវិធីមួយនឹងអញ្ចឹងអីដែលខ្ញុំអាចឆ្លើយទៅសំណួរបងបានគឺតកតងមួយតំបន់គឺតំបន់ណាដែលមានមនុស្សដែលគាត់មានជីវភាពក្រីក្រច្រើនអញ្ចឹងយើងសិក្សាតាមតំបន់មួយនឹងតាមតំបន់តាមខេត្តមួយនឹងបើសិនបើរកឃើញថាអ្នកដែលគាត់មានក្នុងតំបន់ហ្នឹងមានអ្នកដែលគាត់ក្រីក្រច្រើនអានឹងមានថាប្រាក់ចំណូលមូលដ្ឋានគួរចាប់ផ្ដើមពីកន្លែងហ្នឹងទៅសិនអញ្ចឹងចាប់ផ្ដើមទិញដងទៅតាមថវិកាដែលយើងមានផងដែរបងអញ្ចឹងមានន័យថាយើង maximize លុយដែលយើងទទួលបានពីការប្រមូលតាក់អីផ្សេងហ្នឹងយកមកប្រើការនៅក្នុងកម្មវិធីហ្នឹងបងអញ្ចឹងយើងជួយស្ដារទៅលើកម្មវិធីហ្នឹងចា៎ថែមតិចទៀតសូមទោសអ្នកនរគ្នាអញ្ចឹងយោងតាមការសិក្សាស្រាវជ្រាវរបស់បងអូនគួរតែបន្ថែមនៅ reference ផ្នែកចុងក្រោយក្រៅពី recommendation ថាបងអូនដកស្រង់នៅយុទ្ធសាស្ត្រឬក៏ recommend នេះពីខាងកូរ៉េខាងត្បូងដូចបងអូនលើកឡើងអញ្ចឹងណាចា៎ហើយបន្តមកទៀតផែនការបន្ត next plan របស់បងអូនហ្នឹងបងអូនជំរុញអីដើម្បីដាក់អនុវត្តជាមួយតំបន់គោលដៅក៏ដូចជាជាមួយអាជ្ញាធរថ្នាក់ជាតិឬក៏ថ្នាក់ក្រោមជាតិអញ្ចឹងទៅអរគុណបាទចា៎អរគុណច្រើនបងបាទអរគុណច្រើនសម្រាប់បទបង្ហាញរបស់ក្បាយនិងការពិភាក្សាភ្ជាប់ជាមួយបងនឹងខ្ញុំហាក់ដូចជាអត់ទាន់ច្បាស់ត្រង់បានលើកឡើងថាយើងសម្ដៅទៅដល់អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធអញ្ចឹងណាប៉ុន្តែការពិភាក្សាឬក៏បកស្រាយមិញវាយើងមិនស្អាប់ថាសិក្សាទៅតំបន់ណាមួយដែលមានអ្នកក្រីក្រហើយយើងគោលដៅទៅអ្នកដែលគាត់ប្រាក់ចំណូលនៅមានកម្រិតឬក៏ទាបអញ្ចឹងចង់ clear cut ថាតើការសិក្សានេះយើងសម្ដៅទៅលើតែអ្នកប្រកបរបរក្រៅប្រព័ន្ធឬក៏អ្នកទូទៅដែរបាទអញ្ជើញស្រ័យបងមិនបានបញ្ជាក់អញ្ចឹងគោលដៅនៃប្រាក់ចំណូលមូលដ្ឋានហ្នឹងគឺផ្ដល់ជូនចំពោះអ្នកដែលគាត់រកស៊ីក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធបងហើយជាទូទៅអ្នកដែលគាត់រកស៊ីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងគឺគាត់មានជីវភាពក្រីក្រអញ្ចឹងណាបងងាយរងគ្រោះ
អញ្ចឹងមិនចង់ផ្ដល់ប្រាក់ចំណូលហ្នឹងជូនពួកគាត់ហ្នឹងតែម្ដងហើយតាមដែលខ្ញុំសង្កេតមើលទៅអ្នកដែលគាត់ប្រកបរបរនៅក្នុងសេដ្ឋកិច្ចហ្នឹងភាគច្រើនគាត់ជាស្ត្រីអញ្ចឹងអ្នកខ្លះគាត់ជាមេគ្រួសារផងហើយគាត់ត្រូវរ៉ាប់រងចំណាយច្រើនម្នាក់ឯងអញ្ចឹងទៅអញ្ចឹងណាក្នុងមួយគ្រួសារគាត់មានសមាជិក4-5អ្នកដែលគាត់ត្រូវរ៉ាប់រងអញ្ចឹងទៅអញ្ចឹងនេះគឺជាអីដែលខ្ញុំ propose នៅក្នុង proposal របស់ខ្ញុំគឺផ្ដល់ជូនចំពោះអ្នកដែលគាត់រកស៊ីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធហ្នឹងអ្នកគាត់លក់ម្ហូបអាហារតាមរបងរោងចក្រហូញតេសអីអញ្ចឹងណាបងចា៎ បាទអរគុណច្រើននឹងភ្ជាប់ជាមួយបងប្រុសហើយមានពីរផ្សេងទៀតពីផ្ទាល់ទៅទីមួយតើតើរឿងដោយសារតែវា digital អញ្ចឹងទៅគាត់តែចង់ឲ្យនីនិតជួយចែកម្លែកទៅមកដល់សប្តាហ៍តើយើងអាចនិយាយបានថា digital literacy ផងប្រជាជនខ្មែរយើងអញ្ចឹងតើគាត់អាចប្រើប្រាស់ឧទាហរណ៍ធនាគារ bank account ឬក៏បច្ចេកវិទ្យានឹងក្នុងកម្រិតណាដើម្បីឲ្យការអនុវត្តគោលនយោបាយឬក៏យន្តការនេះវាមានប្រសិទ្ធភាពអញ្ចឹងនឹងទី1ហើយទី2តកតងរឿងថវិកាជាតិការយកពន្ធពីណាពីណីមកដើម្បីយកថវិកាជាតិមកបញ្ចប់មកអនុវត្តលើការងារហ្នឹងអញ្ចឹងប្រហែលជាយើងបានដឹងកន្លងមកដូចជាបើថាខ្ញុំចាំមិនខុសឬក៏ព័ត៌មានផ្សាយមិនកុហកទេដូចជាគេធ្លាប់រដ្ឋាភិបាលធ្លាប់គិតថាគួរគ្រប់គ្រងអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធនឹងវាមិនឧទាហរណ៍រៀបចំកន្លែងឲ្យលក់ដូរស្រួលបួលហើយចាប់ផ្ដើមយកពន្ធឬក៏ត្រូវបង់ឲ្យមករដ្ឋាភិបាលបែបណាដើម្បីឧទាហរណ៍ថាឥឡូវចង់យកលុយពីរដ្ឋទៅឲ្យរដ្ឋខ្លះសិនឧទាហរណ៍ណាអញ្ចឹងទៅតើយើងព្យាយាមបង្កើនការយកពន្ធឬក៏ព្យាយាមរកប្រភពចំណូលពីណាពីថវិការដ្ឋហើយតើអ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធតើគាត់នឹងត្រូវមានទំនួលខុសត្រូវអីដើម្បីឧទាហរណ៍ជាសាច់ប្រាក់ឬក្នុងរូបភាពណាមួយទៅរដ្ឋាភិបាលដែរឬក៏អត់អញ្ចឹងមានពីរចំណុចហ្នឹងអរគុណច្រើន ចាអរគុណបងអញ្ចឹងឆ្លើយមួយសំណួរទី1បងតកតងមួយ digital literacy ជាក់ស្ដែងទៅបញ្ហានៃចំណេះដឹងទៅលើបច្ចេកវិទ្យាហ្នឹងនៅក្នុងប្រទេសកម្ពុជានៅមានកម្រិតនៅឡើយហើយអីដែលខ្ញុំ propose ហ្នឹងគឺសម្រាប់នៅពេលយូរខាងមុខទៀតអានេះមានន័យថាតតែគាត់ប្រើបាននៅក្នុងកម្មវិធីនេះតតែគាត់មានចំណេះដឹងមូលដ្ឋានសិនតកតងមួយរឿងការឧទាហរណ៍ថាការប្រើកុងធនាគារគាត់ត្រូវប្រើយ៉ាងម៉េចត្រូវភ្ជាប់យ៉ាងម៉េចត្រូវបំពេញព័ត៌មានយ៉ាងម៉េចអញ្ចឹងអាហ្នឹងបើសិនបើចង់អនុវត្តទៅលើកម្មវិធីមូលដ្ឋាននេះទី1អ្វីដែលសំខាន់តែម្ដងគឺគាត់ត្រូវមានទូរស័ព្ទសិនមានតែគាត់ខ្ញុំគិតថាអ្នកដែលគាត់រកស៊ីនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធអ្នកខ្លះគាត់មានទាំង QR មានអីហងអញ្ចឹងណាទូរស័ព្ទរមមដែលគាត់មានតែទូរស័ព្ទតម្លៃសមរម្យណាដែលគាត់អាចមានន័យថាដាក់ជា QR code ឲ្យគេ scan អញ្ចឹងទៅក៏ប៉ុន្តែអីដែលសំខាន់ហ្នឹងទី1គឺអាជ្ញាធរគួរតែមាននៅវគ្គបណ្ដុះបណ្ដាលមួយតកតមួយ digital literacy training ហ្នឹងដើម្បីបណ្ដុះបណ្ដាលទៅអ្នកដែលគាត់ពួកគាត់ទាំងអស់ហ្នឹងដើម្បីគាត់មានចំណេះដឹងមូលដ្ឋានសិនថាអូខេតើគាត់បង្កើតកុងធនីគឺគាត់ត្រូវធ្វើយ៉ាងម៉េចគាត់ត្រូវទទួលបានព័ត៌មានហ្នឹងគាត់ត្រូវតាមយ៉ាងម៉េចតាម channel ណាខ្លះកុំឲ្យគាត់ងាយរងគ្រោះនៅក្នុងការចាញ់បោកគេតាមនឹងចឹងទៅអញ្ចឹងខ្ញុំគិតថាទី1ចំណេះដឹងមូលដ្ឋានតកតមួយរឿងហ្នឹងគឺសំខាន់មែនទែនដែលអាជ្ញាធរគាត់គួរតែមានវគ្គបណ្ដុះបណ្ដាលលើរឿងហ្នឹងទី2គឺតកតមួយសំណួរបងតើបានចំណូលមកពីណាត្រូវឯងបងចំណូលដឹងថារដ្ឋគេមានបាទថវិកាជាតិឬក៏កញ្ចប់ណាមួយសម្រាប់កិច្ចការអស់ហ្នឹងហើយប៉ុន្តែតាមយើងដឹងកន្លងមកគឺលោកខ្ញុំដឹងខុសខ្ញុំនិយាយដែរតែធ្លាប់ស្ដាប់ព័ត៌មានគេផ្សាយថាដើម្បីគ្រប់គ្រងការលក់ដូរឬក៏ប្រកបអាជីវកម្មឧទាហរណ៍ដូចអ្នករត់ Pass App អ្នករកស៊ីក្រៅប្រព័ន្ធទាំងអស់ហ្នឹងគេនឹងមានយន្តការគ្រប់គ្រងឧទាហរណ៍បើនិយាយរូបភាពអាក្រក់ឬក៏ឲ្យអវិជ្ជមានតើរដ្ឋនឹងព្យាយាមរកផ្លូវបែបណា loophole បែបណាដើម្បីទាញចំណូលពីអ្នកប្រកបរបរក្រៅប្រព័ន្ធអញ្ចឹងណាចឹងបើសិននៅក្នុងន័យរដ្ឋជួយឬក៏រដ្ឋព្យាយាមទៅរកចំណូលពីខាងហ្នឹងមកវិញចឹងបើសិននៅក្នុងន័យហ្នឹងតើពួកគាត់ត្រូវមានរួមចំណែកណាមួយទៅក្នុងរដ្ឋដើម្បីមុនរដ្ឋអាចយកគោលនយោបាយឬក៏យន្តការហ្នឹងមកអនុវត្តបានចឹងខ្ញុំជាឧទាហរណ៍មួយចុះឧទាហរណ៍ថាប្រាក់សោធននិវត្តន៍ប្រាក់ចូលនិវត្តន៍មិនមែនសុករដ្ឋឬក៏ស្ថាប័នរដ្ឋឬក៏ឯកជនឬក៏អង្គការហ្នឹងគាត់ចាញ់ឲ្យយើងជាទូទៅយើងបង់ប្រមាណភាគរយសម្រាប់ជាបរិភាគចឹងណាឧទាហរណ៍ដូចបសសឯកជនគេបង់ឲ្យយើងពាក់កណ្ដាលក្រុមហ៊ុនបង់ឲ្យយើងពាក់កណ្ដាលយើងបង់ពាក់កណ្ដាលមិនសុកគាត់ចាញ់ឲ្យយើងទាំងអស់ហើយឧទាហរណ៍ណាបាទចាបងអញ្ចឹងតកតមួយសំណួរបងហ្នឹងអីដែលខ្ញុំអាចឆ្លើយទៅបងបានរដ្ឋាភិបាលអត់គួរ
តឡើងពន្ធឬក៏ការមានន័យថាការចំណាយអីបន្ថែមទៀតទៅលើពួកគាត់ទេអញ្ចឹងចំណូលដែលគាត់អាចទាញចេញពីកម្មវិធីមានថាចំណូលដែលគាត់អាចផ្គត់ផ្គង់ទៅលើកម្មវិធីនេះបានទី1គឺការដែលគាត់អាចប្រមូលតាក់ចេញពីអចលនទ្រព្យដីធ្លីអីអញ្ចឹងណាបងអញ្ចឹងមានន័យថានៅពេលដែលគាត់ប្រមូលបានប៉ុណ្ណាហើយគាត់គួរ allocate ប្រមាណភាគរយសម្រាប់ពួកគាត់វិញអត់គួរណាទៅបង្កើតបន្ទុកទៅដល់ពួកគាត់ទេឧទាហរណ៍ថាបើសិនបើគាត់រកស៊ីលើរឿងហ្នឹងធ្វើការលើរឿងហ្នឹងគាត់បានថវិការបស់គាត់ហ្នឹងគឺវាអត់ស្ថិរភាពទេគឺវា irregular អញ្ចឹងបើសិនបើរដ្ឋាភិបាលយកគាត់មកតង់ទៀតតើគាត់មានលុយមកពីណាអញ្ចឹងណាបងអញ្ចឹងអីដែលខ្ញុំអាចឆ្លើយសំណួរបងគឺគាត់ត្រូវកាត់បន្ថយបន្ទុកទៅលើការយកបន្ទុកទៅលើការគេហៅគេថ្លៃជួលថ្លៃអីអញ្ចឹងណាបងអញ្ចឹងគួរសម្រាប់បន្ទុកគាត់វិញមិនមែនគួរបង្កើនបន្ទុកគាត់វិញទេហើយចំណូលដែលគាត់ទទួលបានចំណូលដែលគាត់គួរផ្គត់ផ្គង់លើកម្មវិធីហ្នឹងគួរយកពីការប្រមូលតាក់ចលនាទ្រព្យ land value tax អីចឹងវិញអញ្ចឹងណាបងចា៎ បាទអរគុណច្រើនខ្ញុំឈ្មោះណារិនខ្ញុំចង់ចែករំលែកបន្តិចពាក់ព័ន្ធទៅនឹងចំណុចហ្នឹងមែនទែនទៅបច្ចុប្បន្នភាពនៅក្នុងស្រុកយើងបានន័យថាអាជីវករក្រៅប្រព័ន្ធទាំងអស់គាត់ចង់ទទួលបានភាគលាភឬអត្ថប្រយោជន៍ទាំងហ្នឹងគាត់ត្រូវចុះឈ្មោះអញ្ចឹងការចុះឈ្មោះនេះតម្រូវគាត់បង់ប្រាក់បើខ្ញុំចាំមិនខុសទេគេប្រហែលជា 15,700 ម្ដុំហ្នឹងណាមួយខែ 15,700 ហើយយើងហៅឈ្មោះថាជាការចុះឈ្មោះបែបស្វ័យនយោជន៍អញ្ចឹងគាត់ត្រូវចុះឈ្មោះជាប្រចាំខែបង់លុយជាប្រចាំខែដើម្បីទទួលបានអត្ថប្រយោជន៍ហ្នឹងហើយមួយទៀតការចុះឈ្មោះទទួលបានអត្ថប្រយោជន៍នេះអត្ថប្រយោជន៍របស់គាត់មានកម្រិតបានន័យថានៅក្នុង scam របស់ social protection នោះវាមាន4ធំមានប្រាក់សោធនមានអីចឹងណាអញ្ចឹងប្រាក់មួយដែលគាត់ទទួលបានក្នុង4ហ្នឹងគឺគាត់ទទួលបានតែមួយទេគឺពាក់ព័ន្ធនឹងការព្យាបាលជំងឺតែមួយនោះទេអញ្ចឹងរដ្ឋាភិបាលបសសអីគឺកំពុងធ្វើការងារលើនឹងច្រើនហើយក៏អាជីវករមួយចំនួនធំក៏គាត់បានចុះឈ្មោះចូលដល់ខ្ទង់10000ហើយឥឡូវហ្នឹងអញ្ចឹងអ្វីដែលមនីនាថក៏បានលើកឡើងគឺជា best practice ពី Korea អីហ្នឹងខ្ញុំគិតថាវាជាអ្វីដែលយើងចង់ឃើញបើសិនជាអាចកាត់ឡើងនៅក្នុងស្រុកខ្មែរយើងមែនទេដើម្បីឲ្យបងប្អូនអាជីវករក្រៅប្រព័ន្ធទាំងអស់ហ្នឹងក៏ទទួលបានអត្ថប្រយោជន៍ជាអ្វីដែលយើងចង់ឃើញនៅក្នុងស្រុកយើងប៉ុន្តែខ្ញុំគិតថាបើសិនជាថ្ងៃទៅមុខមិនដឹងថាយូរប៉ុណ្ណាវាអាចកាត់ឡើងយើងសប្បាយចិត្តសម្រាប់ពួកគាត់ទាំងយើងទាំងនយោជិតនៅតាមអង្គភាពផ្សេងៗក៏យើងប្រាថ្នាចង់បានទទួលអត្ថប្រយោជន៍ផ្សេងៗទៀតដែរណាទោះបីតែ scam 4ហ្នឹងវាមាននៅនឹង unemployment ដែលទទួលបានអត្ថប្រយោជន៍ប៉ុន្តែគេអត់ទាន់បាន functional វានៅឡើយឥឡូវហ្នឹងគឺដើរបានតែ3ទេអញ្ចឹងយើងសង្ឃឹមថាទៅមុខទៀតអាចថាមានអ្នកស្រាវជ្រាវដូចបងអូនស្រីឬក៏អ្នកស្រាវជ្រាវផ្សេងៗទៀតដែលគាត់ធ្វើការងារទៅលើហ្នឹងគាត់អាចនឹង advocate ជាមួយនឹងរដ្ឋាភិបាលដើម្បីដាក់គោលនយោបាយមួយដើម្បីឲ្យវាយកឲ្យរដ្ឋាភិបាលយកទៅពិចារណានៅក្នុងការសម្រេចចិត្តនៅថ្ងៃណាមួយបាទអរគុណច្រើន